សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិមន្ត្រីបញ្ចកោណបានជំរះការផ្ដាល់ឲ្យអ៊ុយក្រែននៅមីស៊ីល Tomahawk គឺនៅតែការសម្រេចចិត្តចុងក្រោយរបស់លោក Trump ប៉ុណ្ណោះក្រសួងការពារជាតិអាមេរិកបានអនុម័តការផ្ដាល់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដល់អ៊ុយក្រែនដោយវាយតម្លៃថាការផ្ទេរនេះវានឹងមិនធ្វើឲ្យខូចខាតដល់ស្តុកទ្រព្យសម្បត្តិសឹករបស់កងទ័ពសហរដ្ឋអាមេរិកទេប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅក្នុងដៃរបស់ប្រធានាធិបតី Donald Trumpគេបានជួលដំណឹងដល់ការិយាល័យប្រធានាធិបតីអំពីការវាយតម្លៃនេះមុនពេលកិច្ចប្រជុំថ្មីរបស់លោក Trump ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលបានតស៊ូមតិដើម្បីទទួលបានមីស៊ីលទាំងនេះសម្រាប់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនិងថាមពលរបស់រុស្ស៊ីមីស៊ីល Tomahawk មានរយៈចម្ងាយប្រហែលពី 1,600 ទៅ 2,500 គីឡូម៉ែត្រដែលអាចឈានដល់ជម្រៅទឹកដីក្នុងប្រទេសរុស្ស៊ីទោះបីជាលោក Trump បានបង្ហាញជំហរដំបូងថាសហរដ្ឋអាមេរិកមានមីស៊ីល Tomahawk គ្រប់គ្រាន់ដើម្បីចែករំលែកក៏ដោយក៏លោកបានផ្លាស់ប្ដូរជំហររបស់ខ្លួនក្នុងអំឡុងពេលអាហារថ្ងៃត្រង់នៅការិយាល័យប្រធានាធិបតីជាមួយលោក Zelensky ដោយលោកបានថ្លែងថាអាមេរិកត្រូវការមីស៊ីលទាំងនេះនិងមិនផ្ដល់ឲ្យទេយ៉ាងហោចណាស់គឺមិនមែនភ្លាមនោះទេការសម្រេចចិត្តនេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបានប្រមានថាមីស៊ីល Tomahawk អាចវាយប្រហារទីក្រុងធំៗរបស់រុស្ស៊ីដូចជាទីក្រុងមូស្គូនិងសាំងពៀតឺបឺកដែលអាចនឹងធ្វើឲ្យខូចខាតដល់ទំនាក់ទំនងសហរដ្ឋអាមេរិករុស្ស៊ីដោយមិនផ្ដល់នូវអត្ថប្រយោជន៍សំខាន់លើសមរភូមិខណៈពេលដែលមីស៊ីលទាំងនេះមិនត្រូវបានដកចេញទាំងស្រុងនោះទេក៏ប៉ុន្តែនៅតែមានបញ្ហាប្រឈមខាងប្រតិបត្តិការជាពិសេសទាក់ទងនឹងរបៀបដែលអ៊ុយក្រែននឹងបាញ់មីស៊ីលទាំងនេះដោយសារតែសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំងឧបករណ៍បាញ់មីស៊ីលពីកកអាចត្រូវបានផ្ដល់ឲ្យឬវិស្វករអ៊ុយក្រែនអាចបង្កើតដំណោះស្រាយផ្ទាល់ខ្លួនរបស់ពួកគេដោយដែលពួកគេបានធ្វើជាមួយមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសសម្ព័ន្ធមិត្តអឺរ៉ុបមើលឃើញថាការវាយតម្លៃរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកជាការដកចេញនៅកង្វល់ស្តុកទ្រព្យសឹកដោយជឿជាក់ថាឥឡូវនេះមានលេសពន្យល់តិចជាងមុនក្នុងការរារាំងការផ្ដល់អាវុធទាំងនេះឲ្យអ៊ុយក្រែននោះអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ